នៅរសៀលថ្ងៃទី1ខែមេសាឆ្នាំ2025នេះសម្ដេចអគ្គមហាសេនាបតីនាយកហ៊ុនសែនប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជួបព្រះអង្គម្ចាស់រាជទាយាទនៃប្រទេសលុចសំបូរចូលជួបសម្ដែងការគូសំនៅក្នុងឱកាសនៃការគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមអ្នកអង្គការឧត្តមមេត្រីពិសិដ្ឋហ៊ុនសានជាកិច្ចចាប់ផ្ដើមនៃជំនួបនេះផងដែរសម្ដេចតេជោហ៊ុនសែនបានសម្ដែងនូវការអរគុណចំពោះព្រះអង្គម្ចាស់រាជទាយាទនិងគណៈប្រតិភូដែលបានអញ្ជើញមកចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់បងប្រុសសម្ដេចនាពេលនេះដែលបានបង្ហាញអំពីសមានចិត្តដ៏ល្អរបស់ភាគីមិត្តនិងចំណងមិត្តភាពក៏ដូចជាការយកចិត្តទុកដាក់ដល់ទំនាក់ទំនងនៃប្រទេសទាំងពីរផងដែរសម្ដេចតេជោក៏មានការសោកស្ដាយចំពោះការលុបគម្រោងជំនួបរវាងរាជទាយាទជាមួយនឹងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតដោយសារតែពិធីបុណ្យសពរបស់បងប្រុសសម្ដេចនៅពេលនេះសម្ដេចតេជោក៏បានអរគុណនិងបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចពិភាក្សារបស់គណៈប្រតិភូលុចសំបូរជាមួយនឹងឯកឧត្តមឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាជាពិសេសការផ្ដល់ជំនួយដោះមីននៅកម្ពុជានៅក្នុងឱកាសនោះផងដែរព្រះអង្គម្ចាស់រាជទាយាទក៏បានមានព្រះរាជបន្ទូលថ្លែងអំណរគុណចំពោះសម្ដេចតេជោដែលបានទទួលស្វាគមន៍ព្រះអង្គនិងគណៈប្រតិភូចូលគោរពវិញ្ញាណក្ខន្ធចំពោះមរណភាពរបស់បងប្រុសសម្ដេចនាពេលនេះដែលបង្ហាញអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរដែលជាទំនាក់ទំនងជឿទុកចិត្តគ្នាទៅវិញទៅមកព្រះអង្គបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានស្វាគមន៍និងទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូរបស់ព្រះអង្គជាការឆ្លើយតបសម្ដេចតេជោបានមានប្រសាសន៍រំលឹកអំពីជំនួបរវាងសម្ដេចតេជោជាមួយនឹងឯកឧត្តមអតីតនាយករដ្ឋមន្ត្រីលុចសំបូរកាលពីឆ្នាំ2006ហើយធ្លាប់ធ្វើការជាមួយគ្នាជាបន្តបន្ទាប់នៅពេលដែលឯកឧត្តមនាយករដ្ឋមន្ត្រីមុនក្លាយទៅជាប្រធានគណៈកម្មការអឺរ៉ុបសម្ដេចតេជោបានបន្តទៀតថាទោះបីជាប្រទេសយើងទាំងពីរមានចម្ងាយឆ្ងាយពីគ្នាក៏ដោយហើយយើងមានកិច្ចការងារជាច្រើនទាំងទ្វេភាគីនិងពហុភាគីជាពិសេសនៅក្នុងកិច្ចការអាស៊ាននិងក្នុងក្របខ័ណ្ឌក្រុមគ្រួសារ Francophonie នៅក្នុងឆ្នាំ2026ខាងមុខនេះកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល Francophonie ហើយសម្ដេចតេជោសង្ឃឹមថានឹងទទួលគណៈប្រតិភូជាន់ខ្ពស់លុចសម្បួរនៅពេលនោះផងដែរសម្ដេចតេជោក៏បានមានប្រសាសន៍រំលឹកអំពីបទពិសោធន៍របស់សម្ដេចក្នុងការធ្វើជានាយករដ្ឋមន្ត្រីនារយៈពេល38ឆ្នាំកន្លងមកនេះហើយបានបន្ថែមថានៅពេលនេះសម្ដេចបានលះបង់អំណាចទៅដល់អ្នកបន្តវេនដែលជាអ្នកដែលមានធម៌វន្តដ៏ខ្លាំងក្លាសម្ដេចតេជោបានរំលឹកផងដែរថាសម្ដេចបានជួបឯកឧត្តមរដ្ឋមន្ត្រីការបរទេសលុចសម្បូរនៅពេលដែលសម្ដេចជានាយករដ្ឋមន្ត្រីនៅទីក្រុងប្រូសែលនាឆ្នាំ2022នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ាននិងសហភាពអឺរ៉ុបនិងបានលើកឡើងថាទោះបីជាប្រទេសយើងទាំងពីរនៅឆ្ងាយពីគ្នាក៏យើងប្រកាន់ជំហរដូចគ្នាលើកិច្ចការអន្តរជាតិមួយចំនួនជាពិសេសប្រទេសកម្ពុជាគឺជាប្រទេសតូចដូច្នេះត្រូវប្រកាន់ខ្ជាប់នៅការអនុវត្តគោលការណ៍ច្បាប់អន្តរជាតិសម្ដេចតេជោបានលើកឡើងអំពីកិច្ចសហប្រតិបត្តិការមួយចំនួនដូចជាការបណ្ដុះបណ្ដាលក្រុមអ្នកដោះមីនអ៊ុយក្រែនដោយសហការជាមួយនឹងជប៉ុនការបញ្ជូនកងទ័ពមុខខៀវកម្ពុជាទៅបណ្ដាប្រទេសមួយចំនួននៅក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិផងដែរសម្ដេចតេជោក៏បានចែករំលែកនៅបទពិសោធន៍របស់សម្ដេចក្នុងការបញ្ចប់សង្គ្រាមនៅកម្ពុជាជាពិសេសបទពិសោធន៍របស់សម្ដេចក្នុងការចរចាឲ្យមានបទជបាញ់និងបញ្ជាក់ថាសង្គ្រាមមិនអាចបញ្ចប់ដោយសង្គ្រាមបាននោះទេនៅក្នុងជំនួបនេះផងដែរឯកឧត្តមរដ្ឋមន្ត្រីការបរទេសនៃប្រទេសលុចសម្បួរក៏បានអមព្រះរាជដំណើរព្រះរាជទាយាទបានមានប្រសាសន៍ថ្លែងអំណរគុណចំពោះសម្ដេចតេជោនៅគោលជំហរលើបញ្ហាអ៊ុយក្រែននិងអរគុណចំពោះសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីដែលបានអនុញ្ញាតឲ្យឯកឧត្តមចូលជួបនៅទីក្រុងវៀងច័ន្ទនៃកិច្ចប្រជុំអាស៊ានកន្លងទៅនេះដែលបានអនុញ្ញាតឲ្យមានការរៀបចំដំណើរទស្សនកិច្ចនៅកម្ពុជានៅពេលនេះឯកឧត្តមមានសេចក្តីរីករាយចំពោះការចុះហត្ថលេខាលើគម្រោងកិច្ចសហប្រតិបត្តិការនិងជំនួយរបស់ប្រទេសឯកឧត្តមដល់ប្រទេសកម្ពុជាជាពិសេសជំនួយក្នុងការដោះមីននៅកម្ពុជាឯកឧត្តមបានមានប្រសាសន៍បញ្ជាក់ថាមានប្រតិភូកម្រិតខ្ពស់លុចសម្បួរចូលរួមកិច្ចប្រជុំ Francophonie នៅក្នុងឆ្នាំ2026ខាងមុខដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះជាចុងក្រោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងអំណរគុណចំពោះព្រះរាជទាយាទនិងគណៈប្រតិភូទាំងអស់ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានិងបានចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសាររបស់សម្ដេចនៅពេលនេះសម្ដេចធិបតីក៏បានបញ្ជាក់នៅក្តីរីករាយនិងបន្តពង្រឹងពង្រីកនៅកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងទំនុកចិត្តគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។